លោកប្រធានភរិយាលោកបាត់ខ្លួន5ឆ្នាំហើយតើនៅតែអាចរកនាងឃើញទេមិនថាជាអ្នកណាឲ្យតែជួយរកនាងឃើញក្រៅពីរង្វាន់1000លានកាលពីឆ្នាំមុនឆ្នាំនេះខ្ញុំថែមភាគហ៊ុនក្រុមហ៊ុន Fold 10 ទៀតលោកប្រធានមានដំណឹងអ្នកស្រីហើយស្ដាប់បញ្ជាទាំងអស់គ្នាចាប់យកប្រពន្ធខ្ញុំមកវិញឲ្យបានបាទចៅហ្វាយជំរាបសួរលោកប្រធានភរិយាលោកកំពុងនៅមន្ទីរពេទ្យនេះអានឈិនស៊ីនឹកស្មានមិនដល់សោះពេលចាក់ចេញពីខ្ញុំនាងខ្លាយជាគ្រូពេទ្យដ៏ឆ្នើមម្នាក់បាត់ទៅហើយថ្មីនេះជំងឺគាត់ត្រូវបន្ថយថ្នាំបន្តិចជួយតាមដានគាត់ផងណាមួយណាឈ្មោះអានឈិនស៊ីចាប់នាងទៅឆ្លើយណាស់អ្នកណាឲ្យពួកអញហ៊ាននិយាយជាមួយប្រពន្ធអញបែបនេះឈប់សម្ដែងទៅធ្វើជាមិនស្គាល់ខ្ញុំអញ្ចឹងមែនទេអានឈិនស៊ី5ឆ្នាំនេះនាងទៅណាសុខសប្បាយទេអានឈិនស៊ី5ឆ្នាំមុនខ្ញុំជាអ្នកខុសខ្ញុំនឹកនាងខ្លាំងណាស់នឹកខ្ញុំយើងស្និទ្ធស្នាលនឹងគ្នាណាស់ហ៎ធ្លាប់មានកូនជាមួយគ្នាមួយហើយនៅមិនចាត់ទុកថាស្និទ្ធទៀតហ្វូម៉ូឈឿនអ្នកណាក៏មានសិទ្ធិនិយាយពីកូនដែរមានតែលោកទេដែលគ្មានសិទ្ធិលោកគ្រូពេទ្យកូនខ្ញុំមិនទាន់គ្រប់ខែទេខ្ញុំមិនអាចសម្រាលពេលនេះបានទេអ្នកស្រីដួលប៉ះទង្គិចដល់កុហកហើយត្រូវតែសម្រាលចេញមកភ្លាមបើមិនអញ្ចឹងទេលោកប្រធានកូនទើបតែកើតទម្ងន់មិនគ្រប់ស្តង់ដារធ្ងន់ធ្ងរដង្ហើមក៏ខ្សោយមិនអាចបូមយកខួរឆ្អឹងបានទេហ្វូម៉ូឈឿនខ្ញុំសូមអង្វរលោកកុំចិត្តខ្មៅយ៉ាងនេះអីគេជាកូនយើងណាពិតមាត់នេះមិនមែនជាកូនយើងទេនេះជាកូនសហាយស្មន់នាងគ្មានសមត្ថភាពបង្កើតកូនហ្វូម៉ូឈឿនខ្ញុំទេខួរឆ្អឹងត្រូវបានបញ្ជូនទៅបន្ទប់អ្នកនាងជីងឪហើយប៉ុន្តែក្មេងឈប់ដកដង្ហើមហើយលោកប្រធានអ្នកស្រីបាត់ខ្លួនទៀតហើយពួកអញសុទ្ធតែស៊ីបាយបំផ្លាញអង្គមែនទេមនុស្សរស់រវើកម្នាក់បាត់ទាំងស្រមោលហ្មងទៅរកភ្លាមទៅបើរកមិនឃើញទេពួកអញស្ពីបង្វិចចេញទាំងអស់គ្នាទៅហ្វូម៉ូឈឿនរៀបការជាមួយលោកខ្ញុំលែងសល់អ្វីទាំងអស់ហើយលោកតាអ្នកម៉ាក់កូនសម្លាញ់សាច់ញាតិខ្ញុំសុទ្ធតែចាក់ចោលខ្ញុំអស់ហើយខ្ញុំខុសហើយខ្ញុំពិតជាខុសមែនហ្វូម៉ូឈឿនខ្ញុំមិនគួរសោះមិនគួររៀបការជាមួយលោកសោះ